សម្រាប់បងប្អូនធ្វើជាងឬក៏ជាជាងប្រហែលជាមិនទាន់បានយល់ដឹងឬក៏អត់បានស្វែងយល់បន្ថែមជាមួយនឹងទៅលើកងតាក់សោទៅលើប្រភេទម៉ូតូអូតូដែលមានខ្សែ4សរសៃនេះបងប្អូនណាចឹងដោយសារតែមានបងប្អូនជាច្រើនដែលឆាតមកសួរខ្ញុំបាទចាន់ឌីហើយក៏មានបងប្អូនជាច្រើនដែលមិនទាន់បានស្វែងយល់ក៏ដូចជាយល់ដឹងជាមួយនឹងទៅលើឌុយចូលសោឬក៏ខ្សែភ្លើងចូលសោទៅលើប្រភេទម៉ូតូប្រើប៊ិចខ្សែ4នេះទេនៅពេលដែលម៉ូតូអតិជនគាត់បាត់សោគឺបងប្អូនអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យម៉ូតូហ្នឹងជិះបដោះអាសន្នបានទេបងប្អូនណាចឹងបងប្អូនមកមើលវីដេអូនេះទាំងអស់គ្នាហើយ share វីដេអូនេះមួយទៅដើម្បីឲ្យបងប្អូនយើងគាត់បានដឹងដែរចឹងសម្រាប់ទៅលើខ្សែ4នេះបងប្អូនណាកងតាក់ដែលមានខ្សែ4នេះគឺអត់មានម៉ាស់ទេបងប្អូននេះអត់មានម៉ាស់ទេណាសម្រាប់ទៅលើម៉ូតូប្រភេទអូតូប្រើប៊ិចសាំងខ្សែ4នេះគឺមិនមានម៉ាស់ទេគឺមានភ្លើងសុទ្ធតែគ្រាន់តែភ្លើងឡើង2គឺចុះទៅវិញ2ចឹងខ្ញុំនឹងមករៀបរាប់ឲ្យបងប្អូនបានយល់កាន់តែច្បាស់ចឹងសម្រាប់ទៅលើខ្សែពណ៌ក្រហមជ្រុលខ្មៅនេះជាភ្លើង12វ៉ុលឡើងមកអចិន្ត្រៃយ៍បងប្អូនណាឡើងមកអចិន្ត្រៃយ៍នេះខ្សែពណ៌ក្រហមជ្រុលខ្មៅនេះគឺឡើងមកចូលទៅក្នុងកងតាក់សោហ្នឹងគឺអចិន្ត្រៃយ៍បងប្អូននេះភ្លើងវាមានដារិចតែម្ដងនៅពេលដែលបងប្អូនចាប់ដើមកាច់កងតាក់សោបែបនេះពុបកាច់បែបនេះវាធ្វើឲ្យស្ពាន់នៅក្នុងគូតសោនេះរវាងជាមួយនឹងខ្សែពណ៌ក្រហមប៉ះជាមួយនឹងខ្សែពណ៌ខ្មៅកណែមុនគេខ្សែពណ៌ខ្មៅកណែខ្សែពណ៌ខ្មៅកណែអញ្ចឹងខ្សែពណ៌ខ្មៅនេះវាបានភ្លើងមកពីការបើកសោឬក៏បានភ្លើងមកពីខ្សែពណ៌ក្រហមជុកខ្មៅនេះដែលឡើងមកនៅពេលដែលយើងបើកសោទៅធ្វើឲ្យស្ពាន់នៅក្នុងគូតសោហ្នឹងគឺវាប៉ះគ្នាពីរនេះប៉ះគ្នាអញ្ចឹងវាធ្វើឲ្យខ្សែពណ៌ខ្មៅនេះបងប្អូនមើលឃើញទេពណ៌ខ្មៅនេះវាមានភ្លើងអញ្ចឹងកាលណាពណ៌ខ្មៅនេះមានភ្លើងវាចុះដើម្បីចូលទៅក្នុងរលាជើង4ដើម្បីឲ្យរលាជើង4ហ្នឹងវាធ្វើការបញ្ជូនភ្លើងឬក៏ភ្ជាប់ភ្លើងឲ្យនៅក្នុងបន្ទះដែកទើបវាឡើងមកវិញអញ្ចឹងឡើងមកវិញគឺឡើងមកចូលសោវិញតាមរយៈខ្សែពណ៌ខ្មៅឆ្នូតលឿងនេះបងប្អូនណាពណ៌ខ្មៅឆ្នូតលឿងនេះឃើញទេពណ៌ខ្មៅឆ្នូតលឿងនេះស្មើនឹងមានភ្លើងឡើងមកវិញអញ្ចឹងភ្លើងដែលឡើងមកវិញនេះភ្លើងបានមកពីណាបានមកពីរលាជើង4វាជាអ្នកធ្វើការឃើញទេវាឡើងមកវិញអញ្ចឹងឡើងមកវិញនេះឡើងមកនៅក្នុងសោហ្នឹងគឺវាមានស្ពាន់ធ្វើឲ្យអាភ្លើងឡើងមកនេះប៉ះជាមួយនឹងខ្សែពណ៌អីពណ៌ជាមួយនឹងខ្មៅឆ្នូតទឹកប៊ិចធ្វើឲ្យការចែកចាយនេះឃើញទេអញ្ចឹងនៅពេលដែលបាត់សោបងប្អូនអាចអាខ្សែ2នេះយើងតជាប់គ្នាបែបនេះបានណាតជាប់គ្នាមកហើយអា2នេះយើងតកងតាក់ដាក់បិឆោតដើម្បីឲ្យប្រើប្រាស់បដោះអាសន្ននៅពេលដែលគាត់ជិះទៅដល់កន្លែងណាដែលមានឆាបសោឬក៏មានធ្វើការចម្លងសោណាចម្លងកូនសោឆាបសោនេះអញ្ចឹងបងប្អូនចាំហ៎មានន័យថានៅក្នុងខ្សែ4ហ្នឹងអាខ្សែពណ៌ក្រហមជុកខ្មៅនេះភ្លើងឡើងអចិន្ត្រៃយ៍ទៅពេលដែលយើងធ្វើការបើកកងតាក់សោខ្សែពណ៌ខ្មៅនេះវាមានភ្លើងចុះទៅវិញចុះដើម្បីឲ្យលាជើង4ធ្វើការលាជើង4ធ្វើការហើយបានវាបញ្ជូនភ្លើងឲ្យមកក្នុងកងតាក់សោវិញតាមរយៈខ្សែពណ៌ខ្មៅឆ្នូតលឿងនេះឡើងមកវិញឡើងមកអានេះមានភ្លើងវាប៉ះជាមួយនេះដោយសារតែយើងកាច់សោស្រាប់ហើយវាប៉ះជាមួយនេះអញ្ចឹងនៅពេលដែលបាត់សោបងប្អូនគ្រាន់តែពីរនេះយើងតជាប់គ្នាហើយអាពីរនេះយើងតដាក់កងតាក់មកនៅពេលដែលគាត់បើកកងតាក់សោអាពីរនេះប៉ះគ្នាអានេះចុះទៅវិញវាធ្វើឲ្យចាប់ដើមអីវាធ្វើឲ្យអាខ្សែពណ៌ខ្មៅចុះទៅវិញអាខ្សែពណ៌នេះឡើងមកវិញហើយអញ្ចឹងបងប្អូនយល់កន្លែងហ្នឹងឯងបងប្អូនមើលវីដេអូនឹងយល់អំពីអ្វីដែលខ្ញុំនិយាយហើយភ្លើងឡើងមកគឺខ្សែពណ៌ក្រហមយកខ្មៅពេលយើងកាច់សោចុះទៅវិញពណ៌ខ្មៅនេះពណ៌ខ្មៅចុះទៅវិញហើយបានឡើងមកវិញឡើងមកខ្សែពណ៌នេះហើយបានចុះទៅវិញអានេះឃើញទេចាំបានទេបងប្អូន